rotator ខាងចុង Sentosa គណៈ Puccino ក៏ដូចជា My Electric Factory អត់មាន team ទេអ្នកគ្នាឃើញថា fair ដូចជាមានការប៉ះគ្នាឯងចាប់ពី fair នៅលើ map Clam Town guys អាយ៉ាយ៉ាងណាចេះចាកន្លែងនេះអាយ៉ាដាក់ដួលមួយហើយចាអាយ៉ាកោបសេរីយកមកតាមចាក់កន្លែងនេះ First Blood យកតែម្ដងជាមួយនឹង OBX ចា OBX Esport ចាធ្វើការប៉ះគ្នាជាមួយនឹងសមាជិករបស់ខាង team Fair គណៈ Fair ក៏មានការលោខ្លាំង knockdown Fair Spicy មួយទៀតបាត់ហើយអាយយមិនធម្មតាទេចាកន្លែងនេះជាមួយនឹង OBX ធ្វើការទទួលបាន2 kill នៅក្នុងដៃភ្លាមតែម្ដងគណៈដាច់សមាជិកតែម្នាក់ឯងនៅលើ map Clam Town ចាអូខេចឹងក៏លេខមកមើល map របស់យើងឃើញថាជាមួយនឹងខាង Sunset Lover ចាកំពុងតែមានការប៉ះគ្នាហើយចាបាត់ MC Pro ណាមកស្កាត់ឈឹងអរេបងស្រាប់តិចចានិយាយតិចអូខេចា Fair Esport ចា Fair Esport មានការ down មួយដូចគ្នាប៉ុន្តែជាមួយនឹង Stand គាត់ knock down 2 Oh my god ចាពីខាងស្វាល្អខ្លាំងមែនតើស្វាបាញ់ទៅដោះគ្នាជួយគ្នាលើកគ្នារស់មួយសិនអូខេបងប្អូនអរគ្នាចាឃើញថា Fair យើងនៅលើ map នេះ3 kill ហើយចាពី Fair Esport ចា Fair Esport ចា Fair Esport នេះវត្តមានរហូតហ្មងចាគឺតែទីមមកគាត់មិនធម្មតាណាចានិយាយទៅគ្រប់ការប្រកួតសង្ឃដ្ឋានឡើងមកកាន់ Grand Final រហូតតែម្ដងអ្នកគ្នាចាជាមួយនឹង Fair Esport Fair Atomic នេះគឺសិតតែធីមដែលចានិយាយបានថាកំពុងតែឡើងទឹកដៃចានៅក្នុងពេលបច្ចុប្បន្ននេះចាគណៈ Sunset Lover យើងនៅវិញក៏មានការដាច់សមាជិក3នាក់ក៏ដូចជា reset គ្នាត្រឡប់មកវិញដូចគ្នាប៉ុន្តែចំពោះ early game របស់យើងចាកលេងមកមើលសមាជិករបស់ខាង team Rock របស់យើងនេះគ្នាចានៅលើ map OB ឃើញថាអត់ទាន់មានការប៉ះគ្នានោះទេនិយាយទៅថ្ងៃនេះគឺរៀង map ចុះមករៀងស្លាស់អត់សូវប៉ះគ្នាខ្លាំងអីណាស់ណាចាគណៈ WY របស់យើងនេះគ្នាក៏ដូចជា Kit ចាអាយ៉ាមានការប៉ះគ្នាបងប្អូនអរគ្នាបើគិតជាមួយនឹង WY ប៉ះគ្នាហើយកន្លែងនេះ4ទល់4មានការបាញ់លោគ្នាមួយទៅលើសមាជិកគិតមួយបាទពីខាងធីមឡាមួយខាងលើបន្ថែមទៀតហើយកន្លែងនេះគិតមកធីមស្មើគិតកន្លែងនេះ3ទល់3លុតនុកមួយលឹកដប់ចាអេ Oh my god គិតធ្វើការដាច់ទៅក្នុងចំណាត់ថ្នាក់លេខ12បាត់ទៅហើយចាដែលមានការបដិចេញពីសមាជិករបស់ខាង team Look at me ចាអូវ៉ាវល្អមែនតើចាជាមួយនឹង Look at me អរជាស្រ័យបងប្អូននេះ slow ចាអូមកទៅមិន slow ដាច់បាត់ដាច់ចរិតឈឹងប្រាអរជាស្រ័យបងប្អូនអរជាស្រ័យចាកន្លែងនេះជាមួយនឹង PL ចាក៏ដូចជា quality ចា quality មានការទទួលបាន1 kill នៅក្នុងដៃនេះគ្នាបាទដែរចាពីសមាជិករបស់ខាង team quality ចាយ៉ានិយាយទៅអ៊ីនធឺណិតរបស់រ៉ាកូគាត់ផ្អើលដូច player លេងដែរណារបៀបថារំភើបញាប់ញ័រចាវគ្គ Grand Final ដាច់អ៊ីនធឺណិតតាមកវិញរៀបគ្រាន់តែស្ដាប់ចែនិយាយរឿងនេះច្បាស់ល្អអរេតាអូខេអញ្ចឹងជាមួយនឹង quality ឃើញតែមានការទទួលបាន1 kill នៅក្នុងដៃចាគណៈ Look at me ក៏មានការបណ្ដាច់សមាជិករបស់ខាង Kit eliminated ទៅក្នុងចំណាត់ថ្នាក់លេខ12ចានៅលើ map Blue Zone ចាអញ្ចឹងគឺថាមិនធម្មតាណាគ្នាយើងចាក៏ដូចជា OBX នេះវិញ3 kill early game នេះនៅ3 kill នៅឡើយទេចានៅលើ map Clam Town ចាគណៈសល់តែ11 team ទេគ្នាយើងចាជាមួយនឹង game របស់យើងចាយ៉ា Sunset Lover នេះអ្នកគ្នាឃើញថាវេទនាសឹងថាគ្រប់ការប្រកួតបណ្ដោយណាចាក៏ដូចជាមានការជិះឡានមកជួយគ្នានៅខាង map pick ដូចគ្នាផងដែរចាកន្លែងនេះចាយ៉ាវាយឡានដឹកគ្នាទៅនេះខ្ញុំគិតថាអាចនឹងមានការប៉ះគ្នានៅកមុខនេះដូចគ្នាចា Sunset Lover ចាអាយ៉ាកបសេរីយោតែម្ដងចាកន្លែងនេះទៅណាទៅណីចុងកាច់ឡានជ្រេចកោតតោះចាលេងយើងលេងមក map របស់យើងទាំងមូលតែម្ដងឃើញថាមានការប៉ះគ្នារវាងសមាជិករបស់ខាង team ចា quality ចា fair ប៉ះជាមួយនឹងបាទសមាជិករបស់ OBX Esport ចាគណៈ OBX ដូចជាមានការដួលរហូតដល់ទៅ2នាក់បាត់ហើយគ្នាយើងចាកន្លែងនេះអាយ៉ា fair OBX ក៏មានការជួយគ្នាត្រឡប់មកវិញ fair វាសនាដាក់ដួលមួយទៀតនុក fair វាសនាបាត់ហើយនៅសល់តែ zebra តែម្នាក់តែប៉ុណ្ណោះចាចុះទៅណាទៅណីបាត់ហើយចាកន្លែងនេះជាមួយនឹង WY នេះវិញចាក៏មានការប៉ះគ្នាដូចគ្នាបាត់ដែរចាជាមួយនឹងសមាជិករបស់ខាង Look at me ចាអាយ៉ាកបសេរីយោតំណងកន្លែងនេះចាបន្តទៅការបាញ់ចាលោខ្លាំងមែនតើទៅលើ Look at me ចាក៏ដូចជាមានការបើកជាមួយនឹង Danger មួយពីលើដូចគ្នាបាត់ដែរតែ C5 10 5 10អ្នកគ្នាអីយ៉ាយ៉ាងណាយ៉ាងណីចែបានសំណប់ចិត្ត
ចាទៅមុខទៅក្រោយទៅឆ្វេងទៅស្ដាំចាក៏ដូចជាមានកន្លែង cover រៀងខ្លួនដូចគ្នាបណ្ដាចាជាមួយនឹង WY ក៏ដូចជា look at me ចាដែលកំពុងតែមានការប៉ះគ្នានៅលើ map Hanga ចាឃើញថាកន្លែងនេះជាមួយនឹង WY មានការ rotate ចេញខាងក្រៅដូចគ្នាផងដែរចា producer zone ក៏ចាប់ផ្ដើមហើយក្នុងការប៉ះគ្នានេះបើសិនជាប៉ះតិចទៀតក៏ពិបាកដូចគ្នាចាគណៈសមាជិករបស់ខាង team Lady Legend ចាក៏មានការបាក់ឡានមកដូចគ្នាយើងក៏លេងមកមើលខាង quality ដែរវិញចាក៏មានការប៉ះគ្នាជាមួយនឹងសមាជិករបស់ខាង team Rock ខ្មែរដូចគ្នាចាអញ្ចឹង quality មានការទទួលបាន6 kill នៅក្នុងដៃដូចគ្នាផងដែរចាក៏ដូចជាមានការ knockdown មួយនៅខាងក្នុងនេះមានការជួយគ្នាបានដូចគ្នាចាគណៈសមាជិករបស់ Rock ខ្មែរបាទដូចជាមានការ rotate ចេញបាត់ហើយអ្នកគ្នាចាពី Rock ខ្មែរអញ្ចឹង quality មានការទទួលបាន6 kill នៅក្នុងដៃចាគណៈគាត់នៅក្រៅ zone នៅឡើយទេគ្នាយើងចាពីសមាជិករបស់ខាង team quality ចាក៏ដូចជា lock at me អត់ទៅណាទេប៉ះគ្នាបន្តទៀតដូចគ្នាបានដែរចាកន្លែងនេះជាមួយនឹង Amuchi ផ្ដាច់គ្នាមួយដូចគ្នាបាន lock Amuchi សងវិញដូចគ្នាបានដែរចាកន្លែងនេះជាមួយនឹង lock at me ហើយផ្ដាច់គ្នាបានដូចគ្នាបានដែរចាពី Lady Legend ចា Lady Legend មានការទទួលបាន3 kill នៅក្នុងដៃដូចគ្នាពីសមាជិករបស់ខាង Lady Legend ចាចឹងគេថាកន្លែងនេះដាច់សមាជិកអស់ពីរនាក់ប៉ុន្តែគាត់មានកាក់គ្រប់គ្រាន់ក្នុងការ reset គ្នាត្រឡប់មកវិញដូចគ្នាចាអញ្ចឹងយើងឃើញថា VX Lady របស់យើងក៏មានការ rotate មកដល់ខាង map Puchinok ដូចគ្នាផងដែរចាពី VX Lady ចាអញ្ចឹង VX Lady មានជាមួយនឹងLika Jimin ចាឈីងជូជូចាគឺពួកគាត់សុទ្ធតែស្រីគ្នាយើងចាសម្រាប់ VX Lady ណាចាអញ្ចឹងឯនៅបន្តមានការប៉ះគ្នាបន្តិចទៀតដូចគ្នាផងដែរជាមួយនឹងសមាជិករបស់ខាង Sunset Lover ចាអញ្ចឹង Sunset Lover របស់យើងគឺនៅខាង map Puchinok ខ្ញុំមានអារម្មណ៍ដូចបាត់ MC Pro ខ្ញុំទៅទៀតវាស្ដាប់ទៅលឺតាក់មកវិញចា fair ចា fair របស់យើងមានការ knockdown មួយដូចគ្នាផងដែរចាកន្លែងនេះចាបាញ់ទៅលើសមាជិករបស់ WY ចាដាក់តកមួយសិនចាកន្លែងនេះជាមួយនឹង Pizil ចាអូខេមើលខាង WY ប៉ះជាមួយនឹង Sphere បងប្អូនដល់គ្នាកន្លែងនេះ WY អាច clear ចូលស៊ូមបានដែរទេឬក៏យ៉ាងណាកន្លែងនេះ3ទល់នឹង3ពីខាង Sphere ទៅការបុកចូលហើយពី WY ទៅការតដៃឲ្យបាញ់1 2លោទៅលើសមាជិក Sphere មួយបាត់ហើយកន្លែងនេះ knockdown ទៅលើសមាជិក Sphere មួយបាត់ហើយពីខាង WY ធ្វើបានល្អខ្លាំងមែនទេនៅសតមួយទេចូលមកបន្ទាប់ថែមទៀតហើយ Sphere ជាមួយនឹង WY 1 2ពីខាង WY ជួយ1 2 knockdown ដូចគ្នាហាក់បីដូចមានការលោទៅទៀត knockdown ទៅលើ WY វិញបាត់ហើយកន្លែងនេះពីខាង Sphere ធ្វើបានល្អខ្លាំងមែនទេ Sphere 3ទល់នឹង1ធ្វើបានល្អទេអាយយ៉ានុកទៅខាងទៅលើសមាជិកធីម WY មួយទៀតបាត់ហើយពីខាង Sphere វិញពិតទៀតធ្វើបានល្អខ្លាំងមែនទេពី WY ធ្វើការ clear ទៅយូរគ្នាអត់បានសម្រេចទេដាច់ធីមបាត់ទៅហើយចូលកាបាញ់ផ្ដាច់ធីមព្រាមពីខាង Sphere បានល្អខ្លាំងមែនទេខណៈពេលនេះពីខាង Sphere របស់យើងទទួលបាន12 kill នៅក្នុងដៃកប់សេរីខ្លាំងមែនទេ Sphere you amazing oh my god និយាយទៅ fair e-sport នេះឃើញថាល្អមែនតើអ្នកគ្នាចាចង់ពីការប្រកួតមុនមែនចាចាកន្លែងមើល Sunset Lover ចាកំពុងតែមានការប៉ះគ្នាជាមួយនឹង VX Lady ចាកណ្ដា VX Lady knockdown 2អ្នកបាត់ហើយចាបន្តទៅការផ្ដាច់គ្នាបានភ្លាមដេញគ្នាតាំងពីពូជីណុកចារហូតមកដល់ខាងក្រៅនេះចាអូយចាល្អមែនតើចាពី Sunset Lover ចាអញ្ចឹងឃើញថា VX Lady ដូចជានៅសល់សមាជិកតែម្នាក់ទេចាជាមួយនឹង VX Lady ចាគណៈសមាជិករបស់ Sunset Lover នេះវិញគឺមានការទទួលបាន3 kill ហើយចានិយាយទៅគាត់ជួបគ្នាតាំងពីនៅពូជីណុកណាគ្នាយើងដេញគ្នាមកដល់គូតាចាអញ្ចឹងឃើញថានៅសល់សមាជិកតែម្នាក់ទេកំពុងតែធ្វើការចាលាក់ខ្លួនសានអត់កើតទេចាចាំសោងសឹកពេលក្រោយចាយ៉ាងកន្លែងនេះឡើងលើភ្នំមួយសិនចាឃើញទេចាជីមីនចាអង្គុយក្រាបបាទដកតាមក៏មានដកដែរចាកន្លែងនេះជាមួយនឹងខាង VX ចាដកតាមក៏មានដកដែរកន្លែងនេះដប់គ្នាមួយសិនយ៉ាបាត់ហើយទៅបាត់ហើយរត់ឃើញទេមើលអត់ឃើញបាទបើអត់ខាង VX ទេបងប្អូនអត់ទេចឹងឡើងគ្នាដឹកគ្នាទៅនេះសង្ស័យជួប fair automatic ចា fair automatic ដែលក៏មកដូចជាមានការបោះ echo មកឲ្យថាឃើញជាមួយនឹង enemy នៅខាងមុខដូចគ្នាបាត់ហើយចូលទៅលើឡានមួយសិនយ៉ាងកន្លែងនេះដាក់បាញ់យកតែម្ដងបាទថ្មីត្បិតតែនៅក្រៅជាង zone តិចមែនប៉ុន្តែបាក់ឆាក់បាញ់កន្លែងនេះអាចនឹងមានលទ្ធផលល្អសម្រាប់ Sunset Lover ដែររីណាដែរគណៈ fair automatic ក៏មានការលោឈាមនេះគ្នាចា zebra ចាក៏មានការឡើងទៅខាងលើដូចគ្នាដែរចាកន្លែងនេះអាយ៉ា fair គ្នាគាត់គឺនៅរៀងឆ្ងាយពីគ្នាចាពីរនាក់អាចនឹងមានការជួបគ្នាជាមួយនឹង rock នៅខាងមុខចាអូយប៉ះ rock នៅខាងក្រោយដូចគ្នាចាពី fair 2
ចាអញ្ចឹងកន្លែងនេះជាមួយនឹង Voice អាចនឹងហានិភ័យសម្រាប់ពួកគាត់ដូចគ្នាដែរគណៈ OB Esport ចាក៏មានការចូលមកជា third party ដូចគ្នាដែរចាកន្លែងនេះគណៈមានការដាក់ low ខ្លះមែនតើទៅលើសមាជិក Rock knock down មួយបាទហើយចាមានការ steal kill យកតែម្ដងមកជាមួយនឹង OB ចាកន្លែងនេះក៏សេរីយកតែម្ដង Rock ក្នុងការប៉ះគ្នាដូចជាមិនសូវចំណេញប្រហែលទេចាគណៈ Sunset Lover បើកឡានមកខាងក្រោយ OB ក៏មានការ knock down មួយចានៅខាងក្រោយនោះគណៈគៀបយកតែម្ដងទៅលើ Fair តោម៉េករត់មួយបាល់ហើយទៅលើ Zebra ចាគណៈដាច់សមាជិក3នាក់ចាំកាលទៀតដាក់លេខប្រយោប្រហើយចាធីមច្រើនខ្លះតែចាកន្លែងនេះបើនៅទៀតក៏អាចធ្វើការស្រោចស្រង់ជីវិតបានដូចគ្នាគណៈសាសាឡូវក៏មានការរកដោនមួយដូចគ្នាទៅលើយ៉ាកូដាក់តកមួយសិនដើម្បីទៅការជួយគ្នាដូចគ្នាបដិចាគណៈនេះពី King Joy ហើយនឹងមានការបុកចូលដល់រៀនណាបដិចាពីសមាជិករបស់ Sunset Lover ចាយូកាដាក់ជាមួយសិន OB គេដាក់ពីគ្រាប់ដួលឥឡូវដកទៅខាងក្រោយវិញអត់ការទេស្ថានភាពមិនសូវស្រួល zone ចាប់ផ្ដើមដើរទៅមុខហើយអ្នកគ្នាចាគណៈ Rock ក៏មានការ reset មក knock down បាត់ហើយទៅលើ Lock ចាអីយ៉ាកន្លែងនេះជាមួយ Rock knock 2ចាល្អមែនទេពេលជាមួយនឹង Sunset Lover របស់យើងក៏មានការបុកចូលទៅ Sunset ស៊ីទៅលើ Rock បានដែររៀនណានៅសល់តែ2អ្នកទេទៅលើ The Bot ក៏ដូចជា Walter អ្នកបន្ទាប់អាចជា The Bot ដែររៀនណាបាទ knock The Bot បាត់ហើយនៅសល់មួយចុងក្រោយជាមួយ The Walter ដាក់ជាមួយនឹង Skill ដើរចេញមកហើយរត់រួចអត់ទេ Praderវាជីឡាដេញយកឡើងលើកំពូលព្រំសិនគណៈ PHL នៅខាងមុខនេះរីគ្នាចំហើយធីមច្រើនមែនអ្នកគ្នាចា Walter គេរកឃើញអត់ទេកុំបែរកឃើញដូចអត់ឃើញឡើងមកជាមួយរយៈកោ Hello Prader doing ហក់ចូលមកខាងក្រោយនេះវាដាច់ក៏ទេដាច់បាត់ហើយចាជាមួយនឹងខាងធីម Rock ដាច់ទៅក្នុងចំណាត់ថ្នាក់លេខ9ចាអាយយកោបស្រី Rock មកយើងគេថារស់ហើយឥឡូវអត់រស់ទៀតដែរអាយ៉ាកន្លែងនេះពីខាង Sunset Flower បើយើងមិនទាន់ដាច់ផុតតាណាឆ្ងាយទេបាទមើលឃើញថាខាង PHL 03ទៅក៏ស៊ូមែនតើកន្លែងនេះអាយ៉ាទៅការបុកចូលស៊ូមកហើយពីខាង Sunset Flower ទៅការបុកចូលស៊ូពី PHL 03ដេញពីក្រោយហើយកន្លែងនេះអាយបាញ់1 2ដាច់ធីមណាគេមួយទៀតបាត់ហើយធ្វើទៅល្អខ្លាំងមែនទេពីខាង Sunset Flower ទៅការបុកចូលបន្តទៀត PHL 4 ទល់នឹង 4ដូចគ្នា knock down ទៅលើសមាជិក PHL មួយបាត់ទៅហើយកន្លែងនេះពី Sunset Flower ធ្វើបានល្អដែរ អាយ៉ាកន្លែងនេះលោខ្លាំង knock down មួយទៀតបាទនៅសល់មួយចុងក្រោយទៅលើ Natoro ចាចឹង Natoro សមាជិកចុងក្រោយ2ធីមចា PHL អាយ៉ា PHL the last player ពី Natoro ខូនតែ500ទេបាញ់មកគ្រាប់ចាពីសមាជិករបស់ Legend នេះគ្នាបាទចាកន្លែងនេះលើ Back Pick អាចមានបញ្ហាដាច់កន្លែងនេះដែររៀនណាបាទជាមួយនឹង PHL Original ទៅបាត់ហើយចាជាមួយនឹង PHL Original ដាច់ទៅក្នុងចំណាត់ថ្នាក់លេខ7ចាដែលមានការប្រជែងពីសមាជិករបស់ខាង Lady Legend ចាគណៈសមាជិករបស់ខាង Team Quality ក៏មានការទទួលបាន9ខៀន down 2អ្នកដូចគ្នាបាទចាកន្លែងនេះដែលមានការបញ្ចេញពីសមាជិករបស់ខាង Team VX Lady ចា VX Lady ក៏មានការ back ត្រឡប់មកវិញដូចគ្នាបាទចាពី VX Ching ក៏ដូចជា Liga ដូចជាអត់សូវមានជាមួយនឹង iTeam លេងទេចាកន្លែងនេះពី VX ចាបាញ់បានត្រឹមតែបាដួលទេគណៈ Quality គឺគាត់មានជាមួយនឹងចាតកោដើម្បីតែការ cover គ្នាដូចគ្នាបាទចាកន្លែងមកមើលសមាជិករបស់ OBX គណៈមានការទទួលបាន10 kill នៅក្នុងដៃសសមាជិកតែ2នាក់តែប៉ុណ្ណោះចាក៏ដូចជា Lady Legend កន្លែងនេះគឺថាចាក់ជាមួយនឹងចាផ្ទះមួយនេះល្អខ្លាំងមែនទេគណៈមានការចូលមកបាទហើយចាជាមួយនឹងសមាជិករបស់ខាង Team ចាFair Esport គ្នាយើងចា Fair Esport ឡើងមកពីលើតបូលយកបាទហើយចាដាក់តកកមួយសិនគ្នា4អ្នកពេញយកទៅបានមានការចោលបាញ់ដែររៀនណាបាទចាកន្លែងនេះពីសមាជិករបស់ខាង Team Fair Esport អាយ៉ាលោកខ្លាំងមែនទេចាជាមួយនឹងបាទស៊ីហៅដែលមានការបញ្ចេញពី Sunset Lover ចឹងគាត់នឹងធ្វើការសម្រេចលោតចុះទៅបាញ់ដែររៀនណាបាទដោយសារតែកន្លែងនេះបើសិនជាគាត់នៅខាងលើក៏អាចនឹងមានបញ្ហាដូចគ្នាដោយសារ Sunset Lover ក៏ពុទ្ធព្យាយាមបាញ់ទៅលើគាត់ដូចគ្នាបាទដែរចាអ្វីទៅបើតែគាត់នៅលើតបូលតែតបូលនេះគឺស្រឡះចាស់តែម្ដងគ្នាយើងចាអាយ៉ាយ៉ាងណាយ៉ាងណីបើតែឃើញថាដាក់តកក cover ដាក់សម្ពាធខ្លាំងមែនទេទៅលើសមាជិករបស់ VX Lady knock down មួយបាទហើយនៅសល់មួយចុងក្រោយជាមួយនឹង Ching ចាគណៈសមាជិករបស់ Team Quality KX នេះវិញគឺនៅក្លៀកជាមួយនឹង VX នៅជារៀតមកតនេះទេអ្នកគ្នាឡើង zone តិចទៀតគឺអាចនឹងហានិភ័យឯចាសម្រាប់ team ទាំងពីរនេះចាគណៈ OB រវាងទៅពីក្រោយដូចគ្នាចាអាយ៉ាមិនដឹង team ណាទេនឹងខ្លាចជាម្ចាស់ GG នៅក្នុង game ទី1គណៈនៅសល់6 team ចុងក្រោយអាយយ knock OB មួយបាទនៅសល់ OB មួយចុងក្រោយទេចាជាមួយនឹង OB Esport Oh my god អ្នកគ្នាចាកោបសេរីយ៉ូតែម្ដងចាយ៉ាងណាចេះតកកមួយដាក់តកកមួយទៀត Prader
បាត់ហើយជាមួយនឹង OPX Esport Eliminated ទៅក្នុងចំណាត់ថ្នាក់លេខ6ចាដើម្បីកាប់រចេញពីសមាជិករបស់ខាង Sunset Lover ចាចឹង Sunset Lover របស់យើងមានការទទួលបាន12 kill នៅក្នុងដៃដូចគ្នាពីសមាជិករបស់ខាង Sunset Lover ចាឥឡូវយើងឃើញថាពី Lady Legend មានការទទួលបាន4 kill នៅក្នុងដៃចាពីសមាជិករបស់ Lady Legend អាយ៉ា quality នៅវិញចា11 kill នៅក្នុងដៃបាត់ទៅហើយចាក៏ដូចជា fair ណា7ទៅ10 kill តើអ្នកចូលរួមទូទីទាំងអស់នេះថាតើទីមណាដែលគាត់នឹងទទួលបាន booyah នៅក្នុង game ទី1នេះចាគណៈជាមួយនឹង zone ចាកំពុងតែមានការគៀបយកតែម្ដងបាញ់1បាញ់2ចាកន្លែងនេះ2 fair ស៊ីបបាញ់មួយសិនចា Prader ចេញមកប៉ុន្តែដាក់មកគ្រាប់នុកបាត់ហើយចាជាមួយនឹង2 seal ចាដើម្បីការបាញ់ចេញពីសមាជិករបស់ខាង Sunset Lover X7 នេះជាមួយនឹងដៃ snap ល្អខ្លាំងមែនតើជាមួយនឹង game នេះចាគណៈ zone ហាក់បីដូចជាកាន់ជើងទៅលើ Sunset Lover ខ្លាំងមែនតើអ្នកគ្នាបាទ Sunset មានសង្ឃឹម GG ដែរឬយ៉ាងណាបងដែរគណៈសមាជិករបស់ Sunset នៅសល់រហូតដល់ទៅ4អ្នកពេញឯណោះចាគណៈនៅខាងក្រោយនេះក៏មានការបុកចូលយកតែម្ដង Lady Legend knockdown 1បាត់ហើយសល់តែ2សល់មួយចុះក្រោយជាមួយនឹង Viol តបជាប់អត់ទេ Prader ដាក់ដួលបាត់ហើយល្អមែនទេផ្ដាច់ខៀវបានមកខៀវដែរអត់ទេអត់បានទេតែ Lady Legend ទៅក្នុងចំណាត់ថ្នាក់លេខ3នេះគ្នាផងដែរចាដើម្បីការប្រជែងពីសមាជិករបស់ខាងធីម Fair Esport ចាកន្លែងនេះជាមួយនឹង Fair Esport មានការទទួលបាន20 kill នៅក្នុងដៃពីសមាជិករបស់ខាងធីម Fair ចាកន្លែងនេះក្នុងការប៉ះគ្នា4 vs 4ចាជាមួយនឹង Sunset Lover ចាចាំមើលថាតា Sunset Lover របស់យើងនឹងមានទឹកដេកបែបណាក្នុងការធ្វើស៊ីទៅលើសមាជិករបស់ខាង Fair គណៈ kill ក៏ដូចជាចាសមាជិកគឺនៅស្មើគ្នាទេចាមួយធីម20 kill មួយធីម15 kill ណាគ្នាចាកន្លែងនេះជាមួយនឹងដៃ snap ពី X7 ចាបន្តទៅការព្យាយាមដាក់ speed knock down មួយបាត់ហើយទៅលើ Sunset Lover ហើយមានបញ្ហាដែររៀនណាបាត់បាញ់ snap អត់ត្រូវទេចាកន្លែងដាក់ត្រឹមមួយគ្រាប់2គ្រាប់ដាក់តកមួយសិនចាជាមួយនឹង X7 នៅខាងក្រោយនេះចូលជួយគ្នាគណៈ King Tao កំពុងតែមានការអូក្លាស៊ីកលៀនចាពី Fair ក៏ដូចជាមានការដួលមួយនេះគ្នាបាត់ហើយចាកន្លែងនេះបន្តទៅការបាញ់ Fair ជួយគ្នាបានដែររៀនណាចាកន្លែងនេះជាមួយនឹង Tao ដាក់តកដើម្បីទៅការអូក្លានេះគ្នាបានដែរពីសមាជិករបស់ខាង Sunset Lover ក៏ដូចជា Yago Prader ចេញច្បាច់គេដល់ខាងក្រៅយកបានចាកណ្ដា Sunset ដួលមួយបាត់ហើយចាកន្លែងនេះ knockdown រហូតដល់ទៅ2ចាជាមួយនឹង X7 ធ្វើអីអត់ចេញទេបានត្រឹមតែ snap 2 3ឈីវអាយយ1ទល់4ធ្វើបានតែគេ slow ស៊ីមកគ្រាប់បាត់ហើយបាន kill ដែររ៉េមកជាមួយនឹង skill silent មើលទៅຕົកមិនជាប់នោះទេ Booyah game ទី1របស់យើងបានទៅលើ team Fair Esport ចា MVP បានទៅលើ Fair PC Oh my god បាទល្អមែនតើអ្នកគ្នាជាមួយនឹងសមាជិករបស់ខាង team Fair